នាងស្លាប់នៅអាគារចាស់នេះដោយសារអីឯងមិនចង់ដឹងទេព្រោះថាវិញ្ញាណនាងនៅទីនេះបានតែចាប់ជាតិទេណាពេលខ្លះគេឃើញនាងអង្គុយយំនៅមុខបន្ទប់នេះទៀតហើយណាគាត់នាងអីគឺដឹងតែបានសុកហ្មងចាប់តាំងពីមានសិស្សស្រីម្នាក់បានស្លាប់នៅអាគារនោះមកអាគារនោះត្រូវបានគេទុកចោលហើយអត់មានអាគាររំលឹករឿងហ្នឹងទេហើយចង់អញជឿអត់តាមពិតទៅនៅក្នុងអាគារចាស់នោះពិតជាមានវិញ្ញាណខ្មោចស្រីពិតមែនហើយអ្នកដែលចូលទៅអាគារនោះពេលយប់គឺតែងតែបានឃើញនិងឮសំឡេងនាងយំបើសិនជាឯងមិនជឿទេឯងសាកមើលឯងនឹងដឹងហីតែខ្មោចនោះក៏ធ្លាប់មកហៅខ្ញុំដែរនៅពេលដែលខ្ញុំនិយាយរឿងនាងប្រាប់ទៅជាតាខ្ញុំធ្វើមិនអត់ពួកឯងជឿខ្ញុំមើលបានហើយយើងជប់កាយគ្នាមកដល់ពេលយើងទៅរកខ្មោចនៅអាគារចាស់ហ្មងអង្គរ DC ទស្សនាភាពយន្តនៅកន្លែងរបស់អ្នក